ជាម្ចាស់សាខាកាហ្វេ Corner នៅព្រែកលៀបចាតែខ្ញុំមួយពីនឹងស្គាល់គ្នា10ឆ្នាំហើយអ្នកទាំងអស់គ្នាធ្លាប់ចេញបទចម្រៀងមួយគ្នាច្រើនណាប៉ុន្តែអត់មានបទណាល្បីទេមក ការជួនខ្លួនអើយព្រោះមានស្នេហ៍ដូចគេ មានស្នេហ៍ដូចតាដៃ ប្រាំមកយើ យកដៃខ្លួនឯងមកថើបយកដៃខ្លួនឯងមកអោពីពេលនេះទៅឈុំឆោតត្រូវចេះស្រឡាញ់ខ្លួនឯង ការនឹងល្បីមិនល្បីអត់ខ្វល់សំខាន់ឲ្យទៅដល់ថ្ងៃ14កុម្ភៈគឺនាំគ្នាចេញបទចម្រៀងឲ្យចាចូលលុយគ្នាធ្វើចម្រៀងធ្វើអីចឹងទៅហើយពួកខ្ញុំទាំងពីរនាក់ហ្នឹងអាចនិយាយបានថាគឺចិត្តស្និទ្ធគ្នាសឹងតែថាដឹងរឿងគ្នាគ្រប់សពហ្មងណាទាំងពេលសបាយពេលយំគឺពួកខ្ញុំចែកម្លែកមួយគ្នាហើយឆ្ងល់ការនឹងគិតអីថតរូបយំសែនឲ្យគ្នានេះភាពខ្ញុំជាមួយវាអាចនិយាយបានថាជាមិត្តភាពមួយដែលពិតប្រាកដពីព្រោះថាពួកខ្ញុំរាប់អានគ្នាគឺអត់មានសម្លឹងឃើញពីផលប្រយោជន៍ទេសម្រាប់ខ្ញុំអាចនិយាយបានថាវាគឺជាទីប្រឹក្សាមួយដ៏ល្អមែនតើបាក់ទឹកចិត្តខ្ញុំខូចចិត្តខ្ញុំអន់ចិត្តខ្ញុំពិបាកចិត្តរឿងអីខ្ញុំពិភាក្សាvớiវាលើកទឹកចិត្តខ្ញុំរហូតសូម្បីតែពេលដែលវាឃើញខ្ញុំពិបាកចិត្តឃើញខ្ញុំអត់រកស៊ីឃើញខ្ញុំឈប់ទទួលប្រម៉ូទណាក៏វាដាស់តឿនវាលើកទឹកចិត្តខ្ញុំដែរ